ចំណាយលុយ10000ទៀតហាខាត់ណាសាច់គោចាសាច់គោយើង5000ចាខាត់ណា5000បងប្អូនតោះយើងទៅរៀនធ្វើបងប្អូនងាយហើយអស់លុយតិចហើយឆ្ងាញ់ទៀតខាត់ណាឆាសាច់គោចាឥឡូវនោះបងប្អូនសក់ខាត់ណាទៅចាសក់ទៅបងប្អូនចង់បានស្លឹកឲ្យច្រើនក៏បានឬក៏យកតកុលក៏បានដែរតែសម្រាប់ខ្ញុំយកតកុលទេស្លឹកខ្ញុំយកតែខ្ចីតិចតិចចឹងណាបងប្អូនចាហើយបន្ទាប់ពីនឹងមកទៀតមកចាបងប្អូនហាន់ធំក៏បានទូចក៏បានតាមចំណង់ចំណូលចិត្តបងប្អូនចឹងណាហើយបន្ទាប់ពីទៀតមកបងប្អូនហាន់សាច់ទៅសាច់ក៏អញ្ចឹងបងប្អូនហាន់ជាចំណិតធំក៏បានទូចក៏បានតាមនឹងអញ្ចឹងណាបងប្អូនចាហើយបើខាត់ណាបើបងប្អូនចង់បានស្រួយហើយនៅពណ៌ល្អបងប្អូនយកវាទៅស្រុះសិនស្រុះដាក់អំបិលបន្តិចដាក់ប្រេងឆាបន្តិចហើយបងប្អូនស្រូបប្រហែលជា2នាទីទៅបងប្អូនចាក់វាចេញបងប្អូនយកទៅត្រាំទឹកកកពី5នាទីចាំយកទៅឆាអញ្ចឹងណាបងប្អូនហ្នឹងរឹតតែស្រួយរឹតតែឆ្ងាញ់ហ្មងអញ្ចឹងណាបងប្អូនវិធីសាស្ត្រនេះបងប្អូនទៅនេះធ្វើសាកតាមខ្ញុំមើលងាយទេចាហើយបន្ទាប់ពីហ្នឹងមកទៀតមកវិធីសាស្ត្រខ្ញុំមួយទៀតចាបងប្អូនពេលដែលខ្ញុំឆាខាត់ណាសាច់គោហ្នឹងណាខ្ញុំដាក់ប្រេងឆាមកខ្ញុំរំលីងខ្ទឹមឲ្យរៀងឈ្ងុយបន្តិចមកគឺខ្ញុំចាក់សាច់គោហើយគឺខ្ញុំចាក់ខាត់ណាចូលគ្នាតែហ្មងចាហើយរួចហើយខ្ញុំក៏ផ្សំគ្រឿងតាមហ្នឹងទៅដូចជាអំបិលប៊ីចេងស្ករសស៊ុបខ្នុរឬក៏ទឹកស៊ីអ៊ីវបន្តិចហើយនឹងប្រេងខ្យងបន្តិចអញ្ចឹងណាបងប្អូនយើងដាក់ល្មមទៅតាមចំណង់ចំណូលចិត្តបងប្អូនចង់បានអញ្ចឹងចង់បានប្រៃផ្អែមសាបអីបងប្អូនលៃលោកតាមហ្នឹងអញ្ចឹងណាបងប្អូនរួចហើយខ្ញុំឆាជាមួយគ្នាត្រឡប់គ្នាទៅវិញទៅមកទៅតែខាត់ណាតែសាច់គោឆ្អិនខាត់ណាក៏ឆ្អិនដូចគ្នាបើយើងឆាសាច់គោឆ្អិនហើយចាំយើងចាក់ខាត់ណាចូលទៅពីធ្វើឲ្យសាច់គោហ្នឹងស្វិតអញ្ចឹងណាបងប្អូនចាឥឡូវនេះឆាខាត់ណារបស់យើងសាច់គោរបស់យើងបានឆ្អិនហើយបងប្អូនចាបងប្អូនទៅនេះធ្វើសាកញ៉ាំទៅបងប្អូនងាយទេហើយបើពេញចិត្តវីដេអូខ្ញុំជួយ Subscribe Channel ខ្ញុំម្នាក់មួយផងបងប្អូនដើម្បីបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃហើយខ្ញុំនឹងរកមុខម្ហូបសាមញ្ញជូនបងប្អូនអញ្ចឹងណាបងប្អូន